ពេលដែលលោកអ្នកធ្លាក់ចូលទៅក្នុងទឹកហើយយើងមិនចេះហាត់ទឹកបងប្អូនបាទសូមគំលើកដៃឡើងលើបែបនេះបាទលើកដៃឡើងលើបែបនេះធ្វើឲ្យក្បាលរបស់យើងលិចចូលទៅក្នុងទឹកបាទដកដង្ហើមដីរួចតែម្ដងបាទអញ្ចឹងវីដេអូមួយនេះបាទគេបង្ហាញអំពីមធ្យោបាយក្នុងការជួយសង្គ្រោះខ្លួនឯងបាទគឺយើងដាក់ដៃរបស់យើងយ៉ាងណាកុំឲ្យខ្ពស់ជាងក្បាលបងប្អូនបាទដើម្បីឲ្យក្បាលរបស់យើងបាទនៅអណ្ដែតបន្តិចអញ្ចឹងមួយទូខ្លួនរបស់យើងនៅពេលដែលយើងធ្លាក់ចូលទៅក្នុងទឹកគឺសមមួយផ្នែកតូចគឺថានៅអណ្ដែតនៅលើទឹកអញ្ចឹងណាបាទអញ្ចឹងនៅពេលដែលយើងអណ្ដែតនៅលើទឹកហើយយើងមានឱកាសនៅក្នុងការបាទផ្ងើយក្បាលរបស់យើងដើម្បីឲ្យចំមុះរបស់យើងផុតពីទឹកបាទធ្វើការបដិខ្លួនបន្តិចជាធម្មតាអ្នកលងទឹកគឺថាប្រើយកដៃបាទកាយទៅបែបនេះអញ្ចឹងវាធ្វើឲ្យក្បាលរបស់យើងគឺថាលិចចូលទៅក្នុងទឹកតែម្ដងបងប្អូនប៉ុន្តែផ្ទុយទៅវិញបើសិនយើងដាក់ដៃរបស់យើងបាទសណ្ដូកចូលទៅក្នុងទឹកត្រង់អញ្ចឹងវាធ្វើឲ្យផ្នែកមួយនៃខ្លួនយើងគឺក្បាលនៅឯនៅខ្ពស់ជាងគេគឺថាធ្វើឲ្យអណ្ដែតអញ្ចឹងក្នុងគណៈពេលនោះគឺថាយើងអាចផ្ងើយនៅក្បាលរបស់យើងដើម្បីចំមុះរបស់យើងផុតពីទឹកបាទហើយធ្វើការយកដៃរបស់យើងសណ្ដូកដោយសន្សឹមបែបនេះបាទដើម្បីធ្វើឲ្យរាងកាយរបស់យើងកាន់តែអណ្ដែតផុសទៅលើទឹកណាប៉ុន្តែមុននឹងយកដៃទៅសណ្ដូកបែបនេះគឺសូមមេត្តាកុំយកដៃលើកដៃឡើងឲ្យផុតក្បាលសោះតែកាលណាយើងលើកដៃឲ្យផុតក្បាលរបស់យើងគឺក្បាលរបស់យើងគឺកាន់តែមានសម្ពាធបាទលិចចូលទៅក្នុងទឹកហើយអញ្ចឹងយើងធ្វើការផ្ងើយក្បាលរបស់យើងហើយបាទយើងធ្វើការសណ្ដូកម្ដងបន្តិចបែបនេះបាទអញ្ចឹងធ្វើឲ្យខ្លួនរបស់យើងគឺផុសអណ្ដែតឡើងមកតែម្ដងtechnique នេះគឺថាសម្រាប់បងប្អូនយើងជាពិសេសអ្នកដែលមិនចេះហាត់ទឹកហើយធ្លាក់ចូលទៅក្នុងទឹកបាទបើសិនជាយើងមានស្មារតីនឹងនោះបាទយើងកំពីស្លន់ស្លោទៅដល់តែយើងទទួលបានការសង្គ្រោះពីនរណាម្នាក់គឺថាយើងអាចជួយជីវិតរបស់យើងរួចផុតពីការលោតទឹកស្លាប់ផងដែរបងប្អូន